ស្ដីបងប្អូនទាំងអស់គ្នាដែលជាបេក្ខជនត្រៀមប្រឡងបាក់ឌុបឆ្នាំ2026នេះពេលខាងមុខនេះថ្មីបើជិតដល់ថ្ងៃប្រឡងបាក់ឌុបហើយតើបងប្អូនកំពុងមានការព្រួយបារម្ភចំពោះការប្រឡងបាក់ឌុបនេះពេលខាងមុខនេះមានដែរឬទេសូមកុំបារម្ភនាងខ្ញុំឈ្មោះរស់វិជ្ជភ័ក្រជានិស្សិតឆ្នាំទី2នៃសាកលវិទ្យាល័យកម្ពុជានិងជាអតីតសិស្សនិទេស A ឆ្នាំ2024ថ្ងៃនេះនាងខ្ញុំនឹងមកចែករំលែកនូវវិធីសាស្ត្រ4យ៉ាងដើម្បីជួយឲ្យបងប្អូនទទួលបានលទ្ធផលល្អក្នុងការប្រឡងវិធីសាស្ត្រទី1ការថែទាំសុខភាពជោគជ័យគឺផ្ដើមពីខ្លួនយើងការថែទាំសុខភាពពិតជាមានសារៈសំខាន់ក្នុងការសិក្សារៀនសូត្របើសិនបើបងប្អូនពុំមានសុខភាពល្អទេនោះពួកក៏មិនអាចផ្ដោតអារម្មណ៍បានល្អទៅលើការសិក្សារៀនសូត្ររបស់បងប្អូនបានដែរដូច្នេះសូមបងប្អូនរៀបចំរបបអាហារបានត្រឹមត្រូវគេឲ្យបានគ្រប់គ្រាន់និងថែរក្សាផ្លូវចិត្តរបស់បងប្អូនឲ្យបានល្អវិធីសាស្ត្រទី2ការកំណត់គោលដៅការកំណត់គោលដៅតើគោលដៅរបស់យើងចង់បានអ្វីនីតិ A នីតិ B នីតិ C ឬក៏នីតិ D នៅពេលដែលយើងកំណត់គោលដៅរួចនោះយើងនឹងមានកម្លាំងចិត្តក្នុងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីសម្រេចគោលដៅរបស់យើងវិធីសាស្ត្រទី3ការរៀបចំកាលវិភាគនិងការអនុវត្តជាប្រចាំដើម្បីងាយស្រួលក្នុងការសិក្សារៀនសូត្រសូមបងប្អូនរៀបចំកាលវិភាគឲ្យបានច្បាស់លាស់ថាពេលណាយើងគួរសិក្សាទៅលើមុខវិជ្ជាសង្គមហើយពេលណាយើងគួរសិក្សាទៅលើមុខវិជ្ជាវិទ្យាសាស្ត្រមួយវិញទៀតបន្ទាប់ពីយើងទទួលបានការពន្យល់ពីលោកគ្រូអ្នកគ្រូរួចមកយើងក៏ត្រូវចេះស្វែងសិក្សាខ្លួនឯងដើម្បីងាយស្រួលក្នុងការចងចាំនិងយល់មេរៀនផងដែរវិធីសាស្ត្រទី4កំឡុងពេលប្រឡងបាក់ឌុបកំឡុងពេលប្រឡងបាក់ឌុបសូមបងប្អូនព្យាយាមសរសេរចម្លើយបានគ្រប់វិញ្ញាសាទាំងអស់ព្រមទាំងសរសេរឲ្យបានស្អាតនិងមានរបៀបរៀបរយដើម្បីឲ្យលោកគ្រូអ្នកគ្រូងាយស្រួលក្នុងការកំណែវិញ្ញាសារបស់យើងផងដែរជាចុងក្រោយសូមបងប្អូនចូលចងចាំថាការទទួលបាននីតិល្អមិនមែនបានមកពីសំណាងទេតែវាបានមកពីការខិតខំប្រឹងប្រែងនិងការអត់ធ្មត់ដូច្នេះបងសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាទទួលបានលទ្ធផលល្អក្នុងការប្រឡងបាក់ឌុបនាពេលខាងមុខ